Sudah nak kena tekan ni macam cara mulai berbesar mui tak tong cumui nang ka tang chat hai nang ka cum neh hiênធ្វើai mui đại bây đây nhom chạy lại thà nhom trong mặt nhom chưa sợ hà rồi có nhom thọp mình berbesarធ្វើនេះធ្វើនោះចឹងណាតែភាគច្រើនមនុស្សគាត់ដែលចាប់អារម្មណ៍ហ្នឹងគឺថាធ្វើម៉េចបានអាហារូបករណ៍ធ្វើម៉េចបានមករៀននៅក្រៅប្រទេសបានអាហ្នឹងយើងឆ្ងល់ហើយក៏មានយើងចង់អ្នកដែលជាសិស្សានុសិស្សឬក៏បងប្អូននិស្សិតក្រោយៗណាតែងតែចង់ដឹងឯងជាពិសេសបងប្អូនដែលទើបតែប្រឡងចប់ទី12ឬក៏ត្រៀមប្រឡងទី12អញ្ចឹងគាត់ចង់ត្រៀមខ្លួនទៅហើយអញ្ចឹងគាត់តែងតែសួរថាបងធ្វើមិនបានអាហារូបករណ៍ហើយយើងគួរធ្វើមិនចឹងណាខ្ញុំទទួលបានសារអញ្ចឹងខ្លះដែរប៉ុន្តែមានអ្នកខ្លះទៀតអញ្ចឹងក៏តែងតែគិតខ្លួនឯងសម័យខ្លួនឯងថាចង់មករៀននៅក្រៅប្រទេសឬក៏ចង់បានជីវិតបែបសិស្សបែបនេះអញ្ចឹងណាឬក៏ចង់ចូលរួមប្រកួតប្រជែងចូលរួមកម្មវិធីអីអញ្ចឹងជាដើមហាត់ការឬក៏គាត់ស្ម័គ្រចិត្តអញ្ចឹងទៅប៉ុន្តែគាត់អ្វីដែលរារាំងហើយអ្វីដែលមិនអាចធ្វើគាត់ជោគជ័យហ្នឹងគឺការអត់ព្រមសាក់លបងធ្វើវាបើអ្នកទាំងអស់គ្នាគាត់តែគិតថាចង់បានណាវាអត់អាចសម្រេចទៅរួចទេវាយើងកាន់តែគិតកាន់តែភ័យខ្លាចអារម្មណ៍កាន់តែបារម្ភកាន់តែគិតថាធ្វើមិនកើតនោះវាកាន់តែច្រើនបើមិនជាយើងចាប់ដើមគិតពីអាហ្នឹងទៅមុនអញ្ចឹងណាដោយសារតែថ្ងៃនេះខ្ញុំបានឆែក Facebook ទៅក៏ឃើញព័ត៌មាននៃការរើសអាហារូបករណ៍រើសសិស្សផ្ដល់ជូនអាហារូបករណ៍អញ្ចឹងវាធ្វើឲ្យខ្ញុំនឹកឃើញដល់ខ្ញុំចង់ share ទៅកាន់ Facebook page ផងខ្ញុំព្រោះពេលច្រើនខ្ញុំ share ដែរពេលខ្ញុំឃើញព័ត៌មានអញ្ចឹងព្រោះខ្ញុំធ្លាប់ឮមនុស្សច្រើនសួរខ្ញុំថាអូធ្វើមិនបានអាហារូបករណ៍ហើយខ្ញុំប្រាប់គេថាខ្ញុំអូ Facebook ទៅខ្ញុំឃើញគេរើសអាហារូបករណ៍ទៅខ្ញុំក៏ដាក់ពាក្យទៅបើស្ដាប់ទៅវាស្រួលដែរប៉ុន្តែការពិតគឺវាអញ្ចឹងមែនបើសិនជាអ្នកដែលអត់មានតំណែងអត់មានខ្សែបណ្ដាញអត់សូវស្គាល់គេណាបានអាហារូបករណ៍អញ្ចឹងវាពិបាកមែនតើនៅក្នុងការទទួលបានព័ត៌មានផ្សេងអញ្ចឹងហើយពេលដែលបានព័ត៌មានហ្នឹងគឺខ្ញុំគិតថាវាជាក្របពេជ្រមួយវាជាព័ត៌មានមួយដែលមានតម្លៃមែនតើតែខ្ញុំចង់ចែករំលែកទៅអ្នកដទៃដែលខ្ញុំគិតថាអ្នកខ្លះគាត់អត់ដែលបានឃើញព័ត៌មានទាំងអស់ហ្នឹងទើបគាត់បាត់បង់ឱកាសអញ្ចឹងជំហានដំបូងគេគឺព័ត៌មានបើសិនជាអត់មានព័ត៌មានទេយើងអត់អាចសម្រេចចិត្តបានទេយើងអត់ដឹងថាយើងគួរត្រៀមខ្លួនបែបណាយើងអត់ដឹងថាយើងគួរដាក់ទៅណាយើងអត់ដឹងថាអីទេយើងមានតែរូបភាពសម័យមួយគត់គឺថាសម័យទៅរៀននៅក្រៅប្រទេសប៉ុន្តែទៅដល់របៀបណាទៅតាមណាហើយធ្វើមិនបានយើងអត់ដឹងអញ្ចឹងអ្វីទាំងអស់ហ្នឹងវាស្រាវជ្រាវចង្អុលយើងបានគឺប្រភពព័ត៌មានកាលណាយើងមានព័ត៌មានយើងអាចដឹងអីថាគេរើសអីគេធ្វើមិនបានទៅហើយគេផ្ដល់ជូនឲ្យគេខ្លះហើយទៅរៀនហ្នឹងទៅរៀនបែបមិនអីអញ្ចឹងណាអញ្ចឹងទាំងអស់ហ្នឹងគឺសំខាន់ជាងគេគឺព័ត៌មានហ្នឹងប៉ុន្តែនៅខ្លះទៀតអត់មានព័ត៌មានហើយដឹងព័ត៌មានហើយឧទាហរណ៍ខ្ញុំ share អីចឹងខ្ញុំចែករំលែកអីចឹងហើយជាពិសេសខ្ញុំឃើញបងប្អូនក្រៅអញ្ចឹងខ្ញុំធ្លាប់ share អីដែរនៅក្នុងក្រុមពេលគាត់ចឹងគាត់អត់សូវចាប់អារម្មណ៍ដូចថាគាត់ដល់ពេលខ្ញុំសួរថាហេតុអីបានអត់ធ្វើគាត់ថាគាត់អត់អាចធ្វើបានអញ្ចឹងជំហានដំបូងបើសិនជាហើយខ្ញុំសួរថាចង់បានអាហារូបករណ៍អត់ចង់មករៀនដោយអត់ពឹងពាក់គ្រួសារអត់ជាបន្ទុកអីចឹងចង់មករៀនឲ្យខ្លួនឯងជីវិតឯករាជ្យអីចឹងស្រឡាញ់រូបភាពហ្នឹងស្រឡាញ់នៅគំនិតបែបហ្នឹងប៉ុន្តែអត់ព្រមជំនះអារម្មណ៍នឹងធ្វើអញ្ចឹងខ្ញុំសូមលើកទឹកចិត្តថាជំហានដំបូងគេបង្អស់ដែលអ្នកទាំងគ្នាត្រូវធ្វើហ្នឹងគឺការហ៊ានធ្វើហើយបើសិនជាគិតថាខ្លួនឯងខ្វះសមត្ថភាពគួរពង្រឹងវាហ្នឹងហើយជាអ្វីយើងត្រូវដឹងយើងដឹងថាយើងខ្វះខាតអីយើងទៅពង្រឹងហ្នឹងអត់មានអីមួយដែលបានមកដោយថាអូខ្ញុំប្រកែពីដើមមកគឺខ្ញុំដឹងតែបានទេយើងអត់បានទាំងចាប់ផ្ដើមផងហ្នឹងអញ្ចឹងយើងមិនទាំងដឹងលទ្ធផលដែរយើងអត់អាចដឹងថាអូខ្ញុំខ្វះខាតអីខ្ញុំទៅរួចយើងអត់ទាន់សាក់ទៅយើងអត់អាចដឹងថាយើងទៅរួចឬមិនរួចទេហើយបើសិនជាយើងច្បាស់ខ្លួនឯងថាខ្ញុំអត់មានសមត្ថភាពទេខ្ញុំប្រហែលជាធ្វើអត់កើតថាខ្ញុំមើលហើយតែខ្វះខាតច្រើនមែនតើអញ្ចឹងយើងគួរពង្រឹងហើយខ្ញុំនិយាយអញ្ចឹងមិនមែនថាខ្ញុំអត់មានបទពិសោធន៍តែថាអូខ្ញុំបានជោគជ័យហើយឬក៏ខ្ញុំបានលទ្ធផលអញ្ចឹងហើយខ្ញុំនិយាយទៅវាស្រួលមិនមែនអញ្ចឹងទេខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍នឹងដែរឧទាហរណ៍ថាទី1ខ្ញុំខ្វះខាតព័ត៌មានច្រើនមែនទែនក្នុងចំណោមរង្វង់មិត្តភក្តិខ្ញុំឬក៏អ្នកដែលខ្ញុំនៅជាមួយក្រុមខ្ញុំដើរជាមួយវិទ្យាសាស្ត្រហ្នឹងខ្ញុំមិនដែលមានណាគេម្នាក់ដែលមានបំណងចង់មករៀននៅក្រៅប្រទេសឬក៏ចង់ដាក់អាហារូបករណ៍ទេហើយអញ្ចឹងអារម្មណ៍ជាការគិតរបស់ខ្ញុំហ្នឹងគឺខ្ញុំតែងតែសម័យទៅខ្លួនឯងខ្ញុំគិតខ្លួនឯងអញ្ចឹងពេលរាល់ពេលដែលមានព័ត៌មានអីចឹងពេលខ្លះអត់មានមិត្តភក្តិក៏ខ្ញុំទៅ
គឺខ្ញុំចូលរួមសិក្ខាសាលាគេតែខ្លួនឯងដែរចូលរួមកម្មវិធីចែកម្លែកបទពិសោធន៍អញ្ចឹងហើយអ្នកដែលចង់ដឹងថាធ្វើមិនខ្ញុំបានព័ត៌មានទាំងអស់ហ្នឹងទៅឆែកមើលវីដេអូខ្ញុំបានខ្ញុំធ្លាប់បានផុសពីមុនអញ្ចឹងយូរហើយតាំងខ្ញុំនៅឆ្នាំទី1ឆ្នាំទី2ឥឡូវនេះខ្ញុំចូលដល់ថ្នាក់អនុបណ្ឌិតហើយអញ្ចឹងវាចង់4 ឆ្នាំហើយប៉ុន្តែវាដូចតែគ្នាអាបទពិសោធន៍ខ្ញុំចង់ចែកបែបនេះគឺដូចគ្នាគឺមានតែយើងចូលរួមយើងសកម្មនៅក្នុងការចង់ដឹងហើយចេះស្វែងរកស្វែងយល់ស្វែងរកអីដែលយើងចង់ធ្វើហើយយើងទៅរកវាអញ្ចឹងយើងអត់អាចគ្រាន់តែគិតទេអញ្ចឹងបទពិសោធន៍ខ្ញុំគឺថាខ្ញុំធ្លាប់ទៅសួរគេទៅចូលរួមទោះអត់មានគេទៅជាមួយក៏ដោយគឺខ្ញុំទៅខ្លួនឯងទៅម្នាក់ឯងអញ្ចឹងណាហើយព្យាយាមហ៊ានសួរគេខ្ញុំពេលនៅក្មេងខ្ញុំលះមែនតើឥឡូវហ្នឹងក៏ខ្ញុំលះដែរតែគាត់ថាពីមុនយើងនៅក្មេងអញ្ចឹងយើងហ៊ានជាងឥឡូវអញ្ចឹងទោះពេលខ្លះខ្ញុំហាត់ការអញ្ចឹងខ្ញុំចង់បានបទពិសោធន៍អញ្ចឹងខ្ញុំដាក់គោលដៅខ្លួនឯងថាត្រូវតែសកម្មនៅក្នុងសង្គមចៅរួមហាត់ការអីក៏ដោយពេលខ្លះខ្ញុំអត់ស្គាល់គេទេតែខ្ញុំឃើញព័ត៌មាននឹងល្អតាម Facebook ហ្នឹងគឺថាខ្ញុំតាក់ទងទៅខ្ញុំទៅសេអត្ថបទអីចឹងទៅសួរគេអញ្ចឹងអត់មានអ្នកគេធ្វើជាមួយខ្ញុំទេក្នុងចំណោមមិត្តភ័ក្តិដែលខ្ញុំដើរជាមួយឬក៏អ្នកខ្ញុំស្គាល់គ្នាប៉ុន្តែសម្រាប់ខ្ញុំបើសិនជានឹងជាគោលដៅយើងត្រូវតែជំនះធ្វើវាហើយអញ្ចឹងក៏ខ្ញុំសាក់ដែរខ្ញុំធ្លាប់ធ្វើអញ្ចឹងខ្ញុំហាត់ការខ្ញុំធ្លាប់មានបទពិសោធន៍ហាត់ការជាអ្នកសរសេរ blog នៅអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាទាំងដែលខ្ញុំអត់ដែលមានបទពិសោធន៍ជាអ្នករៀនខាងផ្នែក journalist ឬក៏ media and communication ឬក៏មិនជាអ្នករៀនភាសាអង់គ្លេសអក្សរសាស្ត្រទេប៉ុន្តែក៏ធ្លាប់សាក់ដាក់អញ្ចឹងហើយក៏ជាប់ហើយធ្វើបានជោគជ័យបានចប់លទ្ធផលក៏កម្មវិធី10អាទិត្យហ្នឹងបានស្គាល់មនុស្សជាច្រើន IFL Debate Club ក៏ខ្ញុំធ្លាប់ជាប់ដែរដោយសារតែខ្ញុំក៏អត់រៀនភាសាអង់គ្លេសដូចគ្នាគ្រាន់តែថាចង់ស្គាល់ចង់ដឹងអញ្ចឹងក៏ចង់សាក់ដាក់ចុះឈ្មោះអញ្ចឹងណាហើយក៏ជាប់ទៅហើយតែគោលដៅខ្ញុំគឺខ្ញុំចង់ចូលរួមហើយខ្ញុំស្រឡាញ់ការ public speaking និង debate ហ្នឹងព្រោះខ្ញុំក៏ធ្លាប់មានឈ្នះ public speaking កាលពេលនៅរៀន junior អញ្ចឹងខ្ញុំឈ្នះបានកាលហ្នឹងឈ្នះបានលេខ1ប្រចាំទូទាំងគ្រប់សាខាទាំងអស់នៅសាលាខ្ញុំរៀនហ្នឹងប៉ុន្តែអាទាំងអស់ហ្នឹងគឺវាផ្ដើមចេញពីយើងហ៊ានសាក់លបងធ្វើវាអញ្ចឹងប្រហែលយើងឆ្ងល់ថាប្រហែលជាយើងមានសមត្ថភាពហើយទើបយើងអាចធ្វើបានអញ្ចឹងខ្ញុំឲ្យឧទាហរណ៍មួយទៀតនៅពេលដែលខ្ញុំអត់មានសមត្ថភាពអាចគិតថាអូខ្ញុំត្រៀមខ្លួនអត់ដល់ឬក៏ខ្ញុំអត់ដឹងថាធ្វើម៉េចអញ្ចឹងឧទាហរណ៍ដូចពេលដែលខ្ញុំដាក់អាហារូបករណ៍ប្រឡងទៅថៃខ្ញុំធ្លាប់ជាប់អាហារូបករណ៍ប្រឡងទៅថៃកាលឆ្នាំ2018ខ្ញុំធ្លាប់បានជាប់ជោគជ័យខ្ញុំតែខ្ញុំអត់ទៅអញ្ចឹងហ្នឹងក៏ខ្ញុំធ្លាប់និយាយដែរប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយពីបទពិសោធន៍ទៅថាពេលដែលយើងហ៊ានធ្វើហ្នឹងគឺអញ្ចឹងពេលដែលខ្ញុំទៅរកព័ត៌មានហ្នឹងឃើញព័ត៌មានអីទាំងអស់ហ្នឹងហើយអញ្ចឹងខ្ញុំព្យាយាមស្វែងរកបន្ថែមទៀតទាំងលើអ៊ីនធឺណិតទាំងស្វែងរកតាមរយៈមិត្តភ័ក្តិដែលស្គាល់គ្នាគេថាគេមានមិត្តភ័ក្តិម្នាក់ទៀតដែលគេស្គាល់អញ្ចឹងខ្ញុំសុំតាក់ទងគេតអីអញ្ចឹងណាហើយខ្ញុំខ្វះខាតខ្ញុំគិតថាខ្ញុំប្រហែលជាបើខ្ញុំអត់រៀនត្រៀមទេខ្ញុំអាចមានខ្ញុំអាចជាប់អីមកទៅសារតែប្រឡងនឹងច្រើនដែរមនុស្សដែលចូលនឹងច្រើនអញ្ចឹងខ្ញុំឃើញថាខ្លួនឯងខ្វះការរៀបចំការត្រៀមខ្លួនខ្ញុំព្យាយាមដាក់គោលដៅទៅរៀនគួរបន្ថែមទៅឆែកទៅសួរមើលសាលាគេដែលគេរៀនវគ្គបំពន់អីជាដើមប៉ុន្តែបើសិនជាលទ្ធភាពខ្ញុំធ្វើអត់បានឧទាហរណ៍សាលាបំពន់គេហ្នឹងគេគិតលុយថ្លៃពេកសម្រាប់ខ្ញុំអាចសុំអ្នកតេស្តខ្ញុំឲ្យគាត់ជួយបានប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងស្អែកខ្ញុំគិតថាហេតុអីខ្ញុំត្រូវចំណាយលុយអញ្ចឹងខ្ញុំក៏រៀនខ្លួនឯងអញ្ចឹងខ្ញុំឆ្លៀតរៀនខ្លួនឯងត្រៀមរហូតដល់ថ្ងៃខ្ញុំប្រឡងពេលខ្លះយើងអាចមានលទ្ធភាពយើងអត់ត្រៀមខ្លួនរួចរាល់ទេប៉ុន្តែពេលដែលយើងឆែកមើលពេលយើងហ៊ានខំដាក់ចិត្តធ្វើហ្នឹងវាធ្វើឲ្យយើងនឹងស្វែងរកអាផ្សេងទៀតដែលជួយឲ្យយើងត្រៀមខ្លួនបានរហូតដល់ដំណាក់កាលយើងចង់ទៅដល់ហ្នឹងអាហ្នឹងគឺជាអ្វីខ្ញុំចង់ចែកម្លែកអ្វីខ្ញុំចង់សង្ខេបនៅក្នុងវីដេអូនេះជំហានដំបូងដែលអ្នកខ្លះធ្វើហ្នឹងគឺថាកុំគ្រាន់តែមានការគិតនិងការសម័យចង់ឲ្យវាជារូបភាពតើតែយើងហ៊ានទៅធ្វើវាចាប់យកឱកាសហ្នឹងពេលយើងឃើញព័ត៌មានអាហារូបករណ៍ហ្នឹងសុទ្ធតែជាឱកាសមិនយើងហើយបើយើងអត់ចាប់វាទេវាចេះទៅឯអ្នកផ្សេងគេចាប់យកឱកាសហ្នឹងហើយអញ្ចឹងបាត់ឆ្ងល់ទេថាមិនបានគេបានទៅក្រៅប្រទេសឬក៏មិនបានគេបានអាហារូបករណ៍អីអញ្ចឹងដោយសារគេហ៊ានធ្វើបើមិនយើងអត់ធ្វើទេឱកាសយើងមានដូចគ្នាអញ្ចឹងគ្រាន់តែយើងអត់បានចាប់យកវាហើយថាបើមិនយើងខ្វះសមត្ថភាពខ្វះការត្រៀមខ្លួនអញ្ចឹងព័ត៌មានទាំងអស់ហ្នឹងវាជួយយើងឲ្យយើងត្រៀមខ្លួនឲ្យយើងបង្កើនសមត្ថភាពអ្វីទាំងអស់គឺចាប់ដើមពីយើងទៅអ្នកដទៃគេចេះជំរុញយើងបានតែបើយើងអត់ធ្វើទេ
វានៅតែអត់ចាញ់ជាអីទាំងអស់ហ្នឹងហើយបើសម្រាប់អ្នកគាត់អត់ដែលមានព័ត៌មានแล้วក៏អត់ដឹងថាបានព័ត៌មានពីណាទៅឆែកមើល Facebook page អាហារូបករណ៍ផ្សេងៗក្រសួងអប់រំតាម website ក៏ដោយអីចឹងណាឆែកមើលទៅដាក់អាហារូបករណ៍ខ្មែរអាហារូបករណ៍ពាក្យអាហារូបករណ៍ទៅវាអាចចាញ់ហើយបើពេលខ្លះទៀតមកអត់ដឹងទេខ្ញុំ share ដែរពេលខ្លះខ្ញុំឃើញអញ្ចឹងចេះអាចទៅ like page ឬក៏ follow page Facebook ខ្ញុំបានខ្ញុំ share ព័ត៌មានអញ្ចឹងហើយ page ឈ្មោះ I am on ខ្ញុំអ្នកអាចទៅឆែកមើលបានពេលខ្លះខ្ញុំ share បទពិសោធន៍ក៏វីដេអូខ្ញុំផុសហ្នឹងក៏ខ្ញុំ share ហ្នឹងដែរអញ្ចឹងអាចទៅឆែកមើលក្នុងហ្នឹងបានដែរអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងមានចម្ងល់ឬក៏អីដែលចង់សាកសួរខ្ញុំអាចឆ្លើយបានខ្ញុំនឹងព្យាយាមធ្វើឆ្លើយជូនហើយយើងជួបគ្នាក្នុងវីដេអូក្រោយបាយបាយ